បើចេញមករត់មកអូនខ្ញុំអស់កម្លាំងចិត្តណាស់ខ្ញុំចំកូនកាពើគេខំខ្ញុំអូនខ្ញុំមកតៃតមកខ្ញុំនៅហឹង្សាកាប់គ្នារវាងបងប្អូនបង្កើតពីរនាក់បណ្ដាលឲ្យម្ដាយរងទុក្ខក្រំគ្រាក្នុងដួងចិត្តបាទជាខ្លាំងតែម្ដងខាន់ទូក៏ហូបជាផ្ទះគូស្រែខ្ញុំកាប់ណាស់អូនសម្លាញ់អើយជានេះខ្ញុំអពុកណាស់ខ្ញុំរស់នៅជាមនុស្សនេះនៅដោយសារទេវតាភពពុំទេខ្ញុំជួនលេបបាយមិនរួចទេអូនខ្ញុំថាមិនឲ្យកូនដែរជាប់គុកមិនឲ្យកូនដែរមានរបួសថ្ងៃនេះរបួសពិតបកាត់ខ្ញុំឈឺណាខ្ញុំឈឺក្នុងបេះដូងខ្ញុំខ្លាំងខ្ញុំទុំវាកោហើយបងអើយគ្មានណាមេត្តាចំពោះខ្ញុំទេព្រះជាកូនទាំងពីរធ្វើបាបចិត្តអ៊ំហ្នឹងដោយសាររឿងអីដែរអ៊ំដែរមិញហ្នឹងមានរឿងហ្នឹងមិនធ្វើបាបអីទេគឺវាអត់ឲ្យយកផ្ទះអ្នកណានៅក៏វាមិនឲ្យនៅបងប្អូនទៅកើតវាចង់កាងចេញខ្ញុំប្តីខ្ញុំនៅសមរភូមិបុកខ្ញុំធ្វើចង់កាងផ្ទះហ្នឹងអ្នកណាចូលរួមម៉ោងវាមិនឲ្យចូលឲ្យកំណត់ម៉ោង8មួយកង់3អូដៃនឹងស្រាប់បដូរមិនបានមិន10មក10ទៅផឹកស៊ីមកភ័ក្រអូបាទយល់ហើយខ្ញុំចាំកូនបើគេធ្វើបាបយកយុ40ជាងអូខ្ញុំលក់បាយស្រូបដល់ចិត្តផ្ទះគូស្រែងនេះអតីតមកតើអត់ពីហើយអីគេធ្វើបាបខ្ញុំជាពេញផ្ទះខ្ញុំនេះមានជំងឺរំលឹកច្រើនណាស់អូនទៅសួរទឹកដេកពោដល់អត់ពីតែបើពេលខែមកបាន1លានសងគេអស់ហើយសា4 10ម៉ឺនក៏ដោះតោអ្នកត្រូវគេកាប់មិនយកទៅពេទ្យទេយកទៅពេទ្យស្លាប់គ្នាវាមកកូនមួយឆ្កមទៅខ្មៅចឹងអូនអើយជាងបេះដូងចុះដល់អ្នកដែលកាប់គេទៅណាអ៊ំនៅចាក់សោនៅក្នុងផ្ទះអត់ចេញទេវាទៅមកខឹងមកតកិច្ចវាមកដល់នៅអ៊ំនៅទេអូនខ្ញុំក៏ដែរមិនចាក់ជីវិតខ្ញុំមកសោះមិនដែរវាកសែតដល់មិនសុភីទេអូនចង់ស្គាល់ខ្ញុំច្បាស់មកតកិច្ចពីទៅស្គាល់ទៅនឹងខ្ញុំទៅផ្ទះគូស្រែងដោយអ៊ំស្រីធ្វើការរៀបរាប់ទាំងដង្ហើមផុតក្នុងអាការៈដែលកំពុងតែមានជំងឺផងដែរគឺកូនរបស់គាត់ទាំងពីរតែម្ដងហើយម្នាក់ហ្នឹងគឺគាត់នៅក្នុងផ្ទះបាទគឺឲ្យតែម៉ោង8យប់ឡើងគឺគាត់ត្រូវតែបិទទ្វារមិនឲ្យអ្នកណាចូលទេប្រិយមិត្តជនចំណែកកូនគាត់មួយទៀតគឺជាអ្នករត់កង់3អញ្ចឹងទេគាត់ត្រូវការប្រកបរបរយប់ប្រលប់ចេញចូលគឺតែងតែមានការយឺតយ៉ាវអញ្ចឹងទេថ្ងៃនេះគឺមកដល់នឹងឆ្លោះគ្នាបាទឆ្លោះគ្នាហើយនឹងស្រាប់តែកាប់គ្នាតែម្ដងប្រិយមិត្តជនយើងបាទបណ្ដាឲ្យឈាមហូរស្រោចផ្លូវតែម្ដងហើយក៏អ្នករងគ្រោះគឺយកទៅមន្ទីរពេទ្យចំណែកអ្នកដែលបាទជាជនបង្កបាទជាត្រូវជាបងប្អូនបង្កើតរបស់ខ្លួនឯងហ្នឹងគឺឃុំខ្លួនជាប់នៅក្នុងផ្ទះប្រិមត្តជនយើងបាទគឺជាម្ដាយរបស់បាទបងប្អូនបង្កើតដែលបានកាប់គ្នាបណ្ដាយរងរបួសម្នាក់ហ្នឹងប្រិមត្តជនយើងបាទគឺថាអូកាប់ភាកមកអ៊ំណាអ៊ំគាត់មានរឿងអីអ៊ំរឿងអីចង់ថាណាចូលផ្ទះយកបាត់បានអូគាត់ចូលផ្ទះយកបាត់បានដេញកាប់គ្នាហ្មងចឹងបាត់គ្នាចាក់សោខ្ញុំមើលតាមបងអង្គគ្នាទៅអូហើយចុះកូនអ៊ំកូនប្រុសប្អូនហ្នឹងគាត់មកពីណាមិនចូលផ្ទះយករត់កង់3រត់ម្ដុំផ្ទះគូស្រែងចាស់តែធំមុខហ្នឹងបាទម្ដាយគាត់និយាយដកដង្ហើមមកដល់គ្នាដោយសារគាត់ឈឺប្រិមត្តជនយើងបាទវះកហើយខ្ញុំមានសម្បត្តិពេទ្យហើយគាត់ឈឺក្រំគ្រាដោយសាររឿងកូនគាត់បកើតវាកាប់គ្នាណាបងប្អូនយើងបាទនេះយ៉ាងកុំឲ្យអីដល់គូស្អីគេជួយខ្ញុំទេចាហើយរបស់ខៀវនេះចាអូមើលបងប្អូនហើយបាទផ្ទះប្រព័ន្ធអីបងប្អូនបងចិត្តអីខ្លីៗចឹងណាបាទអូផ្ទះគាត់ធំណាស់ប្រិមត្តជនយើងបាទនេះបាទនេះអូសាឈាមនេះប្រិមត្តយើងបាទសាឈាមនេះបាទសាឈាមនេះបងប្អូនយើងបាទហើយតាមរយៈអ៊ំស្រីគាត់បានប្រាប់ហ្នឹងគឺប្រើកបិតភ័ក្រកាប់តែម្ដងបងប្អូនប្រិមត្តជនបាទបណ្ដាឲ្យបងប្អូនខ្លួនឯងបង្កើតហ្នឹងរងរបួសធ្ងន់ខ្លាំងមែនទែនបានបញ្ជូនទៅកាន់មន្ទីរពេទ្យទៅហើយនៅក្នុងសង្កាត់អូ3ក្អមខណ្ឌសែនសុខរាជធានីភ្នំ